បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានមករំហែកាយនៅវាលស្រែវាលស្រូវមករកកណ្ដោផងមកបងត្រីផងហើយឥឡូវនេះខ្ញុំកំពុងតែដុតកណ្ដោដុតត្រីនៅវាលស្រែធម្មជាតិខ្មែររបស់យើងក្រោមដើមត្នោតមលុបមហាសែនត្រជាក់មហាសែនត្រជាក់ហើយវាលស្រែខៀវស្រងាត់ហើយស្រែនេះគឺជាស្រែប្រាំងដែលប្រជាពលរដ្ឋខ្មែររបស់យើងគាត់ធ្វើស្រែប្រាំងហាលើនេះកណ្ដុរហើយនឹងត្រីរបស់ខ្ញុំកំពុងតែអាំងនេះគឺខហមបណ្ដើបាទប៉ុន្តែអត់មានអីយើងយកមកលេងទេគឺមកធម្មតាមកដុតត្រីដុតហូបធម្មតាហូបមួយបាយធម្មតាគឺយើងអត់មានទទួលទានគ្រឿងសង្វឹងអីទេបាទហើយប្លង់តនេះគឺស្អាតមែនទែនអស្ចារ្យមែនទែនគឺស្អាតខៀវស្រងាត់ហើយជាពិសេសវិញគឺមានដើមត្នោតជុំវិញនោះហើយខ្យល់ធ្លាក់ត្រជាក់ចិត្តតែម្ដងហើយដែលខ្ញុំមកនេះគឺនៅរុននៅចុងទឹកបាទគឺសប្បាយមែនតើបាទមកតែ2នាក់ទេបាទប៉ុន្តែមានក្តីសុខខ្ញុំបានថតវីដេអូពីសកម្មភាពផ្សេងមើលពីវាលស្រែហើយបើបងប្អូនចង់ទៅរកសัตว์រកកណ្ដោរកត្រីអីអាចទៅទីតាំងកន្លែងខ្ញុំទៅបានកន្លែងហ្នឹងគឺល្អមែនទែនបើយើងមានសន្ទូចទៅតបគឺអេមប៉ុន្តែខ្ញុំអត់មានសន្ទូចទេគឺខ្ញុំទៅមានតែសំណាញ់ហើយនឹងអង្គប់ប៉ុណ្្នឹងឯងហើយស្រាប់តែឃើញកូនពស់ព្រៃវាសុកថៃវាផ្លោងមានត្រូវកូនពស់ព្រៃទៅវាប្រកាច់កូនពស់ព្រៃបើសិនជាធំវិញចាប់បោកបាត់ហើយតែវាទូចពេកទៅអត់ហ៊ានធ្វើអីវាហើយឥឡូវនេះខ្ញុំកំពុងតែចុះទៅបេះឈូកប៉ុន្តែដៃកាមេរ៉ានេះកាន់កាមេរ៉ាដល់កឲ្យដឹងជាថតវិលចុំអីទេវិលមុខប្រជុំវិលឆ្ងាលបណ្ដោយហើយដៃកាន់កាមេរ៉ាអត់នឹងទៀតគឺរូបភាពដែលយើងថតវីដេអូនេះគឺអត់សូវទស្សនាបានសប្បាយភ្នែកទេដោយសារដៃកាមេរ៉ាញើពេកបាទហើយនេះជាសកម្មភាពរបស់ខ្ញុំកំពុងតែចុះបេះឈប់ទឹកឈប់នេះមើលពីចម្ងាយគឺថារាក់តែប៉ុន្តែដល់ពេលចុះចូលទៅបេះម៉ែជ្រៅទៅហើយមិនដឹងស្អីទេអ្នកកាន់កាមេរ៉ាបាច់ដែរទេគ្មានបានបណ្ឌិតរូបភាពវីដេអូឲ្យបានច្បាស់ទេហើយនឹងជាថតអីទេញ៉ៃញ៉ៃសុបេតែខ្ញុំអ្នកបញ្ចូលសលេងក៏មើលរូបខ្លួនឯងអត់យល់ដែរដោយសារកាមេរ៉ាកូពេកបាទហើយខ្ញុំកំពុងតែតោងបេះជុកហើយខ្ញុំដើរទៅមុខតិចជ្រៅតិចដើរទៅមុខតិចជ្រៅតិចមានអារម្មណ៍ថាជ្រៅទៅក៏មិនយូរមិនឆាប់ចង់បេះឈប់បានមួយក៏ត្រឡប់មកលើគោកវិញដោយសារវាជ្រៅពេកហើយដើមឈប់ដូចដឹងហើយវារាងមានបលាហើយរាងតាក់ជើងណាហើយពេលវេលាដែលខ្ញុំទៅរោត្រីរោសត្វរោកណ្ដោហ្នឹងគឺខ្ញុំទៅអត់បានយូរទេទៅប្រហែលជា3ម៉ោងក៏ត្រឡប់មកផ្ទះវិញដោយសារមានការរវល់បករុកគេនៅផ្ទះទៅមិនអាចទៅដើររោសត្វបានយូរដូចគេហើយនេះលក្ខណៈខ្ញុំទៅសាមញ្ញណាហើយបើឃើញដើរទីតាំងមានណាគេទេមានតែខ្ញុំហ្នឹងឯងដើរគឺទីគឺទៅធ្វើទៅអាចារ្យហើយប្លង់នេះគឺល្អមែនទេល្អស៊ីល្អដើរល្អសบายល្អត្រជាក់ល្អមួយទឹកល្អត្រីល្អកណ្ដោប៉ុន្តែជាអកុសលទៅមិនបានយូរដោយសារប្រញាប់មកបរុបគេវិញតែក្នុងខណៈនេះផងដែរគឺកំពុងតែរៀបរយទៅត្រឡប់មកទីហដ្ឋានរបស់យើងវិញគឺជិះតាមតំដែក